សួស្តីបងប្អូនអរគ្នាថ្ងៃហ្នឹងបានអីញ៉ាំបាយចាខ្ញុំថ្ងៃហ្នឹងខ្ញុំបានស្ងោរប្រហិតត្រីជាមួយនឹងស្ពៃសអញ្ចឹងណាស្ពៃយើងហូបបន្លែហើយអានេះប្រហិតត្រីរបស់ខ្ញុំដាក់លាយគ្រឿងដើម្បីឲ្យញ៉ាំទៅគឺវាមានជាតិនៅក្នុងសាច់ត្រីហ្មងអញ្ចឹងណាបងប្អូនចាឥឡូវខ្ញុំលាយគ្រឿងហើយប្រហិតត្រីខ្ញុំយកទៅដាក់ទូទឹកកកទៅរៀងចង់នេះខ្ញុំយកមកកញ្ឆាំហើយបាទខ្ញុំលាយគ្រឿងចាបន្ទាប់មកខ្ញុំដាក់មូលរៀងដុំយើងស្រួលញ៉ាំទូចអញ្ចឹងណាចាបងប្អូនចាប្រហិតយើងតែបន្តិចទេដោយសារខ្ញុំស្លោមកចានដែរអញ្ចឹងណាបងប្អូនហើយបន្លែរបស់យើងមានស្ពៃសនឹងឯងអញ្ចឹងមានតែប្រហិតត្រីមួយស្ពៃសគឺស្លោបែបងាយស្រួលហើយលឿនអញ្ចឹងណាបងប្អូនយើងដាំទឹកមកហើយយើងដាក់ប្រហិតមុនដើម្បីឲ្យវាឆ្អិនប្រហិតអញ្ចឹងណាបងប្អូនចាហើយខ្ញុំដាក់ខ្ទឹមបន្តិចទៅបន្ទាប់មកចាពេលវាឆ្អិនហើយគឺខ្ញុំដាក់បន្លែចូលចាខ្ញុំដាក់បន្លែមើលរៀងច្រើនប៉ុន្តែពេលដែលវាត្នោមទៅគឺមកល្មមទឹកល្មមកាចចាបងប្អូនហើយខ្ញុំអត់ទាន់ផ្សំគ្រឿងទេខ្ញុំដាក់ស្ងោរស្ពៃឲ្យរៀងត្នោមបន្តិចបន្ទាប់មកបានខ្ញុំលាយគ្រឿងបើប៊ីចេងស្ករតាមចំណង់ចំណូលចិត្តអញ្ចឹងណាបងប្អូនខ្ញុំអត់បានដាក់លាយម្រេចទេខ្ញុំមានខ្ទឹមដាក់ឲ្យវារៀងឈ្ងុយចាឃើញស្ងោរប្រហិតបងប្អូនខ្លះគាត់ដាក់ម្រេចអញ្ចឹងណានេះតាមអ្នកចូលចិត្តដែរអញ្ចឹងណាឥឡូវនេះគឺឆ្អិនហើយបងប្អូន